ខ្ញុំនៅតែមានជំនឿថាកម្ពុជាមិនអាចឯកោនៅលើពិភពលោកជាថ្មីម្ដងទៀតបានគ្រាន់ថាការដឹកនាំរបស់អ្នកនយោបាយមួយវាមានចិត្តសឿងវាមានរបៀបធ្វើថាកុំឲ្យខ្លួនអន់កុំឲ្យគេបំបាក់មុខបំបាក់មាត់អញ្ចឹងអានយោបាយអន្តរជាតិហ្នឹងគេប្រើ lobby គ្រប់ច្រកល្ហកដើម្បីបង្ហាញពិភពលោកជាថ្មីឡើងវិញថាកម្ពុជាអាចធ្វើបានបើកម្ពុជាធ្វើបានគឺកម្ពុជាអាចបង្រួមជាតិអាចឯកភាពជាតិបានដើម្បីផ្សះផ្សាជាតិទៅនឹងសិនដល់គេចរចាដល់27ឆ្នាំនៅតែគេមានសង្ឃឹមហើយយើងក៏ពិបាកក្នុងការមិនជឿជាក់នៃការរួបរวมខ្មែរហើយយើងមើលប្រទេសឥណ្ឌូនេស៊ីស្មានថាពេលដែលផ្ដួលរលំរបបសូហាតូទៅប្រទេសឥណ្ឌូនេស៊ីនឹងហែកកោះរាប់ពាន់រាប់ម៉ឺនកោះនឹងคล้ายជាតំបន់អន្តរកម្មតំបន់នៃជនជាតិជាច្រើនប៉ុន្តែហេតុអីដោយសារគេមានរូបមន្តនៃការផ្សះផ្សាឯកភាពជាតិគេនឹងហើយគេទេពេលដែលដួលរំសូហាតូមានសង្គ្រាមឯណាបង្ហូរឈាមគ្នា